បើសិនជាខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាស្រុកតាំងគោកនៅខេត្តកំពង់ធំមានចម្ងាយប្រមាណជា100គីឡូម៉ែត្រពីរាជធានីភ្នំពេញមានប្រាសាទបុរាណមួយតើអ្នកទាំងអស់គ្នាជឿដែរអត់ពិតមែនហើយប្រាសាទបុរាណនោះគឺសាងសង់អំពីថ្មបាយក្រៀមលាយជាមួយនឹងថ្មភក់ហើយមានឈ្មោះថាប្រាសាទគុកនគរគុកនគរមានទីតាំងស្ថិតនៅភូមិតដកពងឃុំពងរស្រុកតាំងគោកខេត្តកំពង់ធំដែលមានចម្ងាយប្រមាណជា70គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំនិងប្រមាណជាង2គីឡូម៉ែត្រកន្លះពីផ្សារតាំងគោកពាក្យថាគុកនគរអាចជាពាក្យផ្សំរវាងពាក្យខ្មែរថាគុកនិងពាក្យសំស្ក្រឹតថានគរដែលមានន័យថាប្រាសាទរបស់ក្រុងដូច្នេះហើយពីមុនមកទំនងជាទីតាំងនេះជាទីប្រជុំជនមួយកាលពីសម័យបុរាណហើយទោះបីជាយើងមិនដឹងថាមានទំហំតូចឬធំប៉ុណ្ណាក៏ដោយទីតាំងប្រាសាទនេះទំនងស្ថិតនៅតាមបណ្ដោយផ្លូវបុរាណមួយចេញពីតំបន់អង្គររត់សំដៅទៅភាគខាងត្បូងដែលឆ្លងកាត់តាមកំពង់ក្តីប្រាសាទទ្វារក្តីវត្តស្លែងគោករកាភ្នំសន្ទុកនិងភ្នំជើងព្រៃមុននឹងចូលទៅកាន់ប្រវត្តិសាស្ត្រនៃប្រាសាទគុកនគរបន្តខ្ញុំសូមបញ្ជាក់ថាខ្ញុំពុំមែនជាអ្នកប្រវត្តិវិទ្យាឬជាអ្នកឯកទេសប្រវត្តិសាស្ត្រនោះដែរអត្ថបទនិងប្រវត្តិខ្លះៗខ្ញុំបានដកស្រង់ចេញពីគេហទំព័រធំៗនៅក្នុងប្រទេសកម្ពុជាប្រាសាទគុកនគរសាងឡើងអំពីថ្មបាយក្រៀមមានគ្រឿងលម្អស្ថាបត្យកម្មតិចតួចធ្វើអំពីថ្មភក់បែរមុខទៅទិសខាងកើតហើយតាមបណ្ដោយអពីកើតទៅលិចដូចជាប្រាសាទភ្នំជីសូរខេត្តតាកែវដែរប្រាសាទនេះសាងសង់នៅលើខឿនដែលមានរាង4ជ្រុងទ្រវែងមានប្រវែងបណ្ដោយលាតសន្ធឹងពីខាងកើតទៅខាងលិចវែងជាងប្រវែងទទឹងលាតសន្ធឹងពីខាងជើងទៅខាងត្បូងប្រាសាទនេះមានកំពែងព័ទ្ធជុំវិញមួយជាន់ធ្វើអំពីថ្មបាយក្រៀមមានខ្លោងទ្វារចេញចូលពីរទ្វារខាងកើតនិងទ្វារខាងលិចកំពែងពីទិសខាងកើតទៅទិសខាងលិចមានប្រវែង35ម៉ែត្រនិងពីជើងទៅខាងត្បូងមានប្រវែង25ម៉ែត្រខាងក្នុងទីធ្លាកំពែងមានតួប៉មកណ្ដាលឬអាចជាតួប៉មសំខាន់នៃប្រាសាទដែលគេមិនសង់ស្ថិតនៅចំកណ្ដាលពេកទេពោលគឺសង់ឲ្យខិតទៅទិសខាងលិចបន្តិចនៅខាងមុខខ្លោងទ្វារខាងកើតនិងខាងលិចគេបានធ្វើជាកម្រាលថ្មបាយក្រៀមជាផ្លូវដើរឆ្ពោះមកកាន់តួប៉មកណ្ដាលឬតួប៉មសំខាន់នៅទិសអាគ្នេយ៍នៃតួប៉មកណ្ដាលយើងឃើញមានអគារមួយដែលមានដំបូលជារាងដំបូលទូកដែលគេហៅថាហោត្រៃឬក៏បណ្ណាល័យបែរមុខទៅទិសខាងលិចបញ្ច្រាស់ជាមួយនឹងតួប៉មកណ្ដាលនៅក្បែរហោត្រៃមានអគារតូចមួយដែលអ្នកស្រុកហៅថាអគារគុកសំពៅសង់នៅក្រៅបរិវេណប្រាសាទក្បែរកំពែងខាងត្បូងតួប៉មនៃកណ្ដាលហើយនៅទិសខាងជើងនៃអគារគុកសំពៅមានចោះជញ្ជាំងធ្វើជាច្រកចេញចូលតែមួយបែរមុខមករកតួប៉មធំកណ្ដាលនៅចំខាងមុខប្រាសាទគេបានជីកស្រះចំនួន3ដែលក្នុងនោះស្រះតូច2នៅអមផ្លូវខាងកើតនៃប្រាសាទអ្នកស្រុកហៅឈ្មោះថាស្រះស្រង់និងស្រះកែវដែលស្រះតូចទាំងពីរមានប្រវែងទទឹង30ម៉ែត្រនិងបណ្ដោយ88ម៉ែត្រនៅទិសពាយ័ព្យមានស្រះមួយទៀតដែលអ្នកស្រុកហៅថាស្រះយាយកែវតួប៉មកណ្ដាលនៃគុកនគរមានរាង4ជ្រុងស្មើមានកម្ពស់12ម៉ែត្រដែលគេសង់ឡើងដោយតម្រៀបថ្មបាយក្រៀមធ្វើជាជញ្ជាំង4ផ្ទាំងហ៊ុមព័ទ្ធបន្ទប់ខាងក្នុងដែលមានរាង4ជ្រុងស្មើលើខឿនរាងកាកបាទហើយនៅតាមជ្រុងកែងនៃជញ្ជាំងតួប៉មមានលម្អដោយក្បាច់សារពើសូត្រ3ជ្រុងដោយឡែកផ្នែកតុបតែងលម្អស្ថាបត្យកម្មនៃប្រាសាទគុកនគរមិនសូវមានលក្ខណៈសម្បូរបែបដូចប្រាសាទដទៃទៀតនោះទេព្រោះប្រាសាទត្រូវបានកសាងឡើងពីថ្មបាយក្រៀមម្ល៉េះហើយគេមិនអាចឆ្លាក់ជាក្បាច់លម្អបានច្រើនដោយប្រាសាទសាងពីថ្មភក់នោះទេប៉ុន្តែសិល្បករក៏បានយកថ្មភក់មកប្រើប្រាស់លើការលម្អនៃប្រាសាទនេះខ្លះដែរដូចជាផ្តែរទ្វារសសរផ្អោបនិងបាឡាំងផ្តែរទ្វារគុកនគរគឺឃើញនៅមានសេសសល់តែមួយប៉ុណ្ណោះពោលគឺនៅយ៉ច្រកចូលតួប៉មកណ្ដាលផ្តែរទ្វារនេះលម្អដោយដងធ្នូរាងដូចទំពក់ដែលខាងចុងរាងគួចឡើងលើផ្នែកខាងលើនិងខាងក្រោមលម្អដោយក្បាច់ជាក្បាច់ស្លឹកឈើរំយោលផ្កាផ្នែកកណ្ដាលមានរូបព្រះឥន្ទគង់លើដំរីក្បាល3ស្ថិតនៅសម័យរវាងរចនាបថឃ្លាំងនិងបាពូនសតវត្សទី11ចំណែកហោជាងមានលម្អនៅច្រកចូលនៃមណ្ឌបខាងមុខតួប៉មកណ្ដាលគេប្រើប្រាស់ថ្មបាយក្រៀមឆ្លាក់ចេញជារូបរាងហោជាងតែម្ដងមានរាងទ្រនុងនាគហើយពុំសូវមានលម្អអ្វីឡើយដងខ្លួនលាកគេឆ្លាក់ក្នុងកាយវិការពុតពេនដងខ្លួនបត់បែនជួបគ្នានៅផ្នែកកន្ទុយហើយនៅផ្នែកខាងចុងមានលម្អជានាគក្បាល5
លក្ខណៈហោជាងរបៀបនេះមានលក្ខណៈដូចហោជាងនៅប្រាសាទភ្នំជីសូរ ប្រាសាទវត្តបាសែត ប្រាសាទឯកភ្នំ និងប្រាសាទព្រះវិហារ ដែលសុទ្ធសឹងតែជាសំណង់ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1 នាសតវត្សទី11 ដោយឡែកសសរពេជ្រប្រាសាទគុកនគរគឺជាថ្មបាយក្រៀមដែលដាប់ជារាង8ជ្រុងដោយពុំមានក្បាច់លម្អអ្វីទាំងអស់ ប៉ុន្តែសសរផ្អោកវិញជាថ្មភក់ដែលលម្អដោយផ្កាភ្ញីរាងជាត្របកឈូកតម្រៀបគ្នាពីក្រោមដល់លើយ៉ាងប្រណិត ជារួមមកទោះបីជាប្រាសាទនេះពុំមានសេសសល់សិលាចារឹកក៏ដោយក៏យើងអាចសិក្សាតាមរយៈការសិក្សាប្រៀបធៀបរចនាសម្ព័ន្ធប្លង់ទូទៅនៃប្រាសាទបច្ចេកទេសនៃការសាងសង់ក្បាច់លម្អផ្សេងៗនៃប្រាសាទគេសន្និដ្ឋានថាប្រាសាទគុកនគរទំនងជាកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1 គ្រិស្តសករាជ1002ដល់1049 ពោលគឺទំនងមានអាយុកាលប្រហាក់ប្រហែលគ្នាជាមួយនឹងប្រាសាទភ្នំជើងព្រៃឬភ្នំធំខេត្តកំពង់ចាម ប្រាសាទភ្នំជីសូរខេត្តតាកែវ ប្រាសាទវត្តបាសែតនិងឯកភ្នំខេត្តបាត់ដំបង ក្នុងសម័យកាលរវាងរចនាបថឃ្លាំងឬបាពូន ហើយឧទ្ទិសទៅដល់លទ្ធិព្រហ្មញ្ញសាសនាទំនងនិកាយព្រះឥសូរ